អ្នកដឹងទេថាអ្នកអាចដាំដើមត្របែកដោយប្រើមែកតូចមួយនិងពែងប៉ោះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកពីវិធីសាស្ត្របន្តពូជប្រកបដោយភាពច្នៃប្រឌិតនិងងាយស្រួលដែលអ្នកណាក៏អាចសាកល្បងនៅផ្ទះបានដែរដំបូងយកមែកត្របែកដែលមានសុខភាពល្អហើយកាត់មួយកំណាត់ខ្លីប្រវែងពី3សង់ទីម៉ែត្រត្រូវប្រាកដថាវាមានថ្នាំងយ៉ាងហោចណាស់មួយត្រង់ចំណុចនោះហើយដែលឫសធ្មេញនឹងលូតលាស់បន្ទាប់មកលាបថ្នាំដុសធ្មេញបន្តិចបន្តួចទៅលើបាតនៃមែកដែលកាត់ថ្នាំដុសធ្មេញពិតជាជួយការពារមែកដែលកាត់ពីបាក់តេរីនិងផ្សិតដោយរក្សាវាឲ្យស្អាតខណៈពេលដែលវាចាប់ផ្ដើមឥឡូវនេះយកពែងប៉ោះស្រស់មួយចំណិតហើយចុចមែកដែលកាត់ធ្នមចូលចំកណ្ដាលពែងប៉ោះមានសំណើមធម្មជាតិវីតាមីននិងសារធាតុរ៉ែដែលអាចជួយជំរុញការលូតលាស់ឫសលឿននៅពេលដែលវាជាប់ល្អហើយដាក់ពែងប៉ោះដែលមានមែកកាត់នោះទៅក្នុងផើងតូចមួយដែលពោរពេញដោយដីរលុងនិងមានសំណើមគ្រប់វាឲ្យស្រាលរក្សាដីឲ្យមានសំណើមហើយទុកវានៅកន្លែងដែលមានម្លប់បន្ទាប់ពីមួយរយៈមែកដែលកាត់នោះអាចចាប់ផ្ដើមបង្កើតឫសនៅខាងក្នុងពែងប៉ោះបន្ទាប់មករុញឫសទាំងនោះចូលទៅក្នុងដីខាងក្រោមនៅពេលដែលវាមានកម្លាំងគ្រប់គ្រាន់អ្នកអាចប្ដូរកូនសំណាបនោះទៅក្នុងផើងធំមួយ